mà một bữa nọ khi nè đó là đời khai xoay đời vì cái đập tiền đấy nhưng vô cái đập xoay nó vô một trăm nhân thảo khi nè nó không video ní nè nó khi nè mơ héo đừng cha bạn pi mong quy đời bị thua cái đập xoay trắng cho mùi nhom bao một kia linh sụt sụt bẹp nữa chừng nhom trội cục một chu mong ta phải khát bé dưới nhưng ta mơ pi đời bị thua thảo khi xoay ní giờ anh tin cái tên nào khi nè cứ ông nhom áo ấy còn nam hồi nay nâng một tè bây giờ ta lấy sử dụng chân tới quật bài áoสำหรับ xoay នឹងយើងមុនយកទៅត្រាំយើងចាត់សម្បកវាឲ្យស្អាតសិនមកណាអ្នកគ្នាហើយឆ្កឹះយកគ្រាប់ញីរុំទៅក្តឹបស្វាយយើងប្រើប៉ុននឹងមកក៏ឆ្ងាញ់ដែរឬមកក៏ទៅជាងហ្នឹងសម្រាប់ខ្ញុំពុះវាជា3ឬក៏ជា4ទៅតាមទំហំស្វាយខ្ញុំដែរបើសិនអ្នកគ្នាអត់ចង់ពុះដូចជាខ្ញុំចឹងក៏បានដែរគ្រាន់តែពុះវាជា2ទៅយកគ្រាប់វាចេញទៅយកទៅត្រាំតែម្ដងក៏បានដែរប៉ុន្តែសម្រាប់ខ្ញុំពុះវាជា2ហើយខ្ញុំឆ្កឹះវាយកគ្រាប់បន្តិចអស់ទៅខ្ញុំចាត់វាជា2ឬក៏ជា3ចម្រៀកទៅតាមទំហំស្វាយទៅតាមវាតូចទៅក៏ធំអញ្ចឹងណាដែលយើងចាត់ស្វាយរួចដល់ហើយអ្នកគ្នាត្រូវលាងទឹកវាឲ្យស្អាតណាដើម្បីអត់ចេញស្វាយហើយខ្ញុំដាំទឹកឲ្យរីងពុះតិចខ្ញុំយកវាទៅស្រោះចំនួន10សង្ខិនទេរយៈពេលដែលខ្ញុំស្រោះនោះគឺ10សង្ខិនភ្លាមហ្នឹងខ្ញុំយកវាទៅចាក់ចែងអ្នកគ្នាហើយយកវាទៅត្រាំទឹកកកភ្លាមធ្វើដូច្នេះធ្វើឲ្យស្វាយរបស់យើងវាស្រួយល្អប្រើទឹកកកឲ្យច្រើនក៏កាន់តែល្អដែរហើយខ្ញុំចាក់ទឹកចូលបន្តិចដែរដើម្បីឲ្យវាទៅចាក់ល្អតាមមួយចោលរយៈពេលកន្លះម៉ោងអីទៅអ្នកគ្នាឥឡូវយើងធ្វើទឹកស្ករវិញម្ដងសម្រាប់ទឹកស្ករហ្នឹងខ្ញុំដាក់ទឹកចំនួន1លីត្រអំបិលមួយស្លាបព្រាបាយហើយនឹងស្ករសចំនួន2កូនចានចង្កឹះខ្ញុំកូរវាឲ្យរលាយទៅខ្ញុំទុកវាឲ្យពុះដល់ពេលដែលវាពុះហើយទុកវាឲ្យត្រជាក់សិនហើយក្នុងកំឡុងពេលត្រង់តែទឹកស្ករយើងត្រជាក់ខ្ញុំទៅធ្វើការលីងអំបិលសិនធ្វើការលីងទៅធ្វើអំបិលលីងខ្ញុំប្រើអំបិលចំនួន3ស្លាបព្រាបាយហើយនឹងរ៉ូឌីនិយាយទៅគ្រឿងទាំងអស់នេះអាជីស្វ័យមែនតើអ្នកខ្ញុំធ្វើស្មានទេអត់បានវល់អីធំធៅទេហើយស្ករខ្ញុំប្រើមួយកូនចានចង្កឹះហើយមានជាខ្ទឹមសហើយនឹងមានក្របដែរខ្ញុំអាចជាមួយនឹងអូខេក្រៀមណាគឺនៅកន្លែងពុកចំពោះហ្នឹងគេមានដូចខ្ញុំធ្វើការកូរវាឆាវាឲ្យវាឡើងឈ្ងុយសិនឲ្យវាឆ្អិនខ្ទឹមហើយនឹងម្ទេសខ្ញុំឆាវាតែ2នាទីទេហើយប្រើទឹកតិចៗមែនតែបន្តមកទៀតយកវានឹងមកបុកនឹងមិនចាំតែត្រជាក់ទេអូននេះបុកវាពេលដែលវាកាត់ឡើងអញ្ចឹងក៏បានដែរអីទេហើយប៉ុណ្ណឹងអត់ទាន់ហើយដល់គ្នាយកវាទៅលីងម្សាទៀតហើយបកាក្រៀមដែលនៅសល់កន្លះកញ្ចប់នេះខ្ញុំដាក់វាចូលក្នុងនឹងទាំងអស់ហើយខ្ញុំលីងវាម្សាទៀតលីងហ្នឹងខ្ញុំប្រើភ្លើងតិចទៀតអ្នកគ្នាប្រយ័ត្នខ្លោចយើងកូរវារហូតយើងកូរវាឆាវាតទៅវាឡើងស្អិតល្មួតបែបហ្នឹងមកគឺវាស្រួយល្អហើយដល់គ្នាប៉ុណ្ណឹងយើងយកវាទៅបុកម្សាបុកវាឲ្យហ្នឹងវាពិបាកបន្តិចយើងប្រើកន្លែងតិចដោយសារតែវាឡើងស្រួយវារឹងហើយអ្នកគ្នាអញ្ចឹងទៅយើងបុកវាឲ្យមកអាល្មមប៉នេះមកនិយាយថាហុយឆ្លក់សាហាវតែប៉ុណ្ណឹងអំបិលបកាក្រៀមរបស់យើងគឺហើយអ្នកគ្នាស្ងួតល្អហើយយើងយកទៅញ៉ាំបានជាមួយស្វាយមួយកាក់ជូរអីក៏បានដែរជូរយើងលីងបើយើងហើយខ្ញុំធ្វើការត្រាំទឹកស្ករដោយសារទឹកយើងត្រជាក់ល្អហើយអញ្ចឹងទៅយើងយកវានឹងមកត្រាំជាមួយនឹងស្វាយដែលយើងត្រាំជាមួយនឹងទឹកកកមុនហ្នឹងអូយតែប៉ុណ្្នឹងស្រួយឆ្ងាញ់ណាស់ញ៉ាំភ្លាមៗអត់ទាន់ឆ្ងាញ់ទេទុកក្នុងទូរយៈពេលមួយយប់អីទៅស្អាតឡើងយកញ៉ាំជាមួយបបម្ទេសហ្នឹងមកដឹងតែឆ្ងាញ់ហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងឯងអរគុណច្រើនអ្នកគ្នាសម្រាប់ការទស្សនាវីដេអូមួយនេះបាយបាយជម្រាបលា